ការរៀនមួយអ្នកគ្រូនោះខ្ញុំរកចំណូលបានមួយខែខ្ញុំលក់អីវ៉ាន់អញ្ចឹងអ្នកគ្រូមួយខែចូល5-600 700-800ដែរប៉ុន្តែផេករបស់សិស្សមានភ្ញៀវឆាតមកច្រើនមែនទែនប៉ុន្តែអីវ៉ាន់របស់សិស្សនេះគឺត្រូវប៉ាន់ខ្លាំងមែនទែនត្រូវនៅអតិថិជនអាចមកពីយើងលក់ថ្មីដល់អ្នកគ្រូអាចមកពីយើងខ្លះគាត់ទិញអញ្ចឹងគាត់ឆាតមកថាគាត់តាមមើលផេកសិស្សយូរហើយគាត់ទៅដាក់ចិត្តទិញខ្លាចផេកសិស្សហ្នឹងអត់ដូចអីវ៉ាន់អត់ល្អអីចឹងណានិយាយរួមឆាតច្រើនអ្នកគ្រូឆាតមកច្រើនមែនទែនប៉ុន្តែមួយថ្ងៃចេញបានតែ7-8គេចប់អីចឹងណាអ្នកគ្រូនិយាយរួមឆាតច្រើនតែអ្នកឡាចច្រើនមែនទែនអ្នកឡាចក៏ច្រើនហើយអ្នក share ក៏ច្រើនហើយភ្ញៀវក៏គាត់ទិញទៅគាត់ថារបស់ខ្ញុំល្អអីចឹងណាអ្នកគ្រូហើយភ្ញៀវក៏គាត់ទិញទៅគាត់សារខ្ញុំបានរៀនជាមួយអ្នកគ្រូខ្ញុំរើសយកផលិតផលណាដែលអីវ៉ាន់ណាដែលលក់ត្រូវនឹងទីផ្សារហើយអីវ៉ាន់ណាដែលត្រូវនឹងភ្ញៀវទិញទៅល្អអាចបកមកទិញយើងរហូតចឹងអ្នកគ្រូខ្ញុំផ្ដោតលើគុណភាពចឹងណាដោយសារខ្ញុំបានទីផ្សាររបស់សិស្សហ្នឹងគឺសិស្សបរិញ្ញាថៃអ្នកគ្រូសិស្សបរិញ្ញាថៃចូលក្នុងផេកចឹងណាហើយមួយខែសិស្សចេញបាន200ចប់ជាងឬក៏ជួនកាល300អីចឹងទៅគឺទៅចំណេញបាន7-800អីដែរប៉ុន្តែវាថាអត់បាន